បាទខ្ញុំបាទថាលសវុតសូមថ្វាយបង្គំចំពោះព្រះសង្ឃជាទីសក្ការៈបងប្អូនជនរួមឈាមជាទីមេត្រីខ្ញុំថាលសវុតថ្ងៃនេះជាថ្ងៃទី6ធ្នូឆ្នាំ2025បាទសូមបញ្ចេញទស្សនៈបន្តិចប៉ុន្តែថ្មីនេះថ្ងៃ2ធ្នូបានកន្លងទៅហើយយើងឃើញមន្ត្រីគណៈបកប្រជាជននិងអិសរាជជនជាន់ខ្ពស់នៃគណៈបកប្រជាជនបានប្រារព្ធពិធីរណសិរ្ស2ធ្នូបាទតែ46ឆ្នាំនៅពេលដែលខ្ញុំបានតាមសង្កេតក្រោយពេលដែលខ្ញុំយល់អំពីនយោបាយក្នុងប្រទេសកម្ពុជាជាពិសេសបញ្ហាបកប្រជាជនខ្ញុំគ្រាន់តែជម្រាបជូនបងប្អូនថាការបដូរផ្លាស់អំពីកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិមកជារណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជានេះជាការអាប់ដេតមួយដែលយើងទាំងអស់គ្នាត្រូវយល់អស់លោកខ្លះគេចោទថារាជរដ្ឋាភិបាលសពថ្ងៃជារបបកុម្មុយនីសរបបផ្ដាច់ការហើយសំខាន់គេសង្កត់ទៅលើរបបកុម្មុយនីសដោយសារគេមិនយល់ថាអ្វីទៅគណៈបកកុម្មុយនីសផងបងប្អូនអ្វីទៅបកកុម្មុយនីសអ្វីទៅផ្ដាច់ការអញ្ចឹងខ្ញុំអត្ថាធិប្បាយច្រើនទេពីព្រោះមនុស្សសពថ្ងៃមិនដូចពីមនុស្សដូចកាលពីឆ្នាំ75នេះបងប្អូនសម្បូរដោយមនុស្សមិនចេះធ្វើចេះហើយមានរឿងច្រើនណាស់ដែលខ្ញុំក្នុងនាមយើងជាខ្មែរយើងមានកាតព្វកិច្ចស្នេហាជាតិរឿងខ្លួនអ្នកយល់ថាអ្នកស្នេហាជាតិអ្នកឯងធ្វើអ្វីទៅខ្ញុំជាផ្លូវរបស់ខ្ញុំដូចជារណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាហេតុអ្វីបានជាបដូរអស់លោកអ្នកនយោបាយខ្លះជាពិសេសនៅជុំវិញណែសំណទីដែលពីឆ្នាំ79នៅក្មេងតើកម្មាភិបាលខ្មែរយើងចំនួននោះជិះឡានអ្វីមានស្គាល់ឡានមូស្គូវិចមានស្គាល់ឡានឡាដារបស់រុស្ស៊ីទេសូវៀតទេខ្លះអត់ស្គាល់ទេអញ្ចឹងយើងប្រូផ្លាស់អ្វីទាំងអស់ពីអំណាចនៃអន្ទាក់របស់បរទេសមកខ្លួនឯងខ្ញុំនិយាយប៉ុណ្្នឹងឯងបងប្អូនដោយសារថ្មីនេះខ្ញុំបានឃើញអ្នកដឹកនាំថៃមានកម្រិតដូចកូនក្មេងទេបងប្អូនសូម្បីតែរឿងស៊ីហ្គេមរឿងមីនរឿងអភិវឌ្ឍអ្វីក៏ដោយខ្លួនឯងប្រទេសខ្លួនឯងកំពុងតែមានរងគ្រោះដោយទឹកជំនន់ដោយរញ្ជួយផែនដីមហាគ្រោះថ្នាក់មហាអន្តរាយដល់រឿងស៊ីហ្គេមបែរជាមកប្រៀបធៀបមើលងាយខ្មែរដែលថ្មីនេះខ្ញុំបានសិក្សាមើលអត្ថបទច្រើនណាស់បងប្អូននៅក្នុងคลิปណាតាក់ទងរឿងបញ្ហាខ្មែរក្រហមតាក់ទងតាំងពីរឿងជាច្រើនប្រវត្តិសាស្ត្រខ្មែរសម័យអង្គរសម័យលង្វែកប៉ុន្តែខ្ញុំចង់ចាំរឿងជាច្រើនដែលយើងជាខ្មែរត្រូវតែសិក្សាឲ្យច្បាស់ដូចជាបញ្ហាស៊ីហ្គេមថ្មីបងប្អូនឃើញទេជនជាតិថៃដែលមានឈាមជាសៀមដេរឆានហ្នឹងវាមានកំណត់មើលងាយខ្មែរណាតែដល់ជាមួយភូមាជាមួយម៉ាយ៉ាន់ម៉ាអត់ហ៊ានទេបងប្អូនអញ្ចឹងចំពោះខ្ញុំជនជាតិថៃយើងសងំរស់នៅសុខសន្តិភាពសងំកសាងកម្លាំងយើងឲ្យបានរឹងដល់ពេលនោះធ្វើដោយអាមេរិកកាំងអញ្ចឹងដាក់តែពីរគ្រាប់ទេបងប្អូនទៅលើប្រទេសជប៉ុនណាស្ងាត់ពួកអាថៃតអញ្ចឹងបងប្អូនកុំមាត់យល់ថាទៅពេលណាដែលយើងខ្លាំងណាពេលដែលឲ្យវាភ្លុករសជាតិដោយអាមេរិកកាំងបានធ្វើទៅលើជប៉ុនកាលពីសង្គ្រាមលោកលើកទី2ឆ្នាំ1945ស្ងាត់បងប្អូនឃើញទេកាលនោះកងទ័ពបច្ចេកអធិរាជជប៉ុនណាឈ្លានពានធ្វើបាបប្រជាជនចិនប្រជាជនកូរ៉េប្រជាជននៅក្នុងអាស៊ីខ្មែរយើងតិចទេបងប្អូនដោយសារឆ្នាំ1945ហ្នឹងលោកសឹងថាញ់គាត់ឆ្លាតពេលដែលជប៉ុនចូលមកគាត់ប្រកាសធ្វើជានាយករដ្ឋមន្ត្រី
មិនក៏ចូលដៃជប៉ុនទេប៉ុន្តែបើមានខ្មែរយើងធ្វើជានាយករដ្ឋមន្ត្រីជប៉ុនអាចស្ដាប់ដូចសៀមអញ្ចឹងកាលនោះពេលដែលជប៉ុនចូលមកឈ្លានពានប្រទេសអាស៊ីវាត្រូវមួយជប៉ុនរហូតដល់ឲ្យជប៉ុនប្រគល់ទឹកដីខេត្តបាត់ដំបងមលូព្រៃស៊ីសផុនសៀមរាបទៅឲ្យសៀមទៀតឃើញទេអញ្ចឹងអ្វីជាមួយថៃមិនបាច់និយាយច្រើនទេបងប្អូនថ្ងៃណាយើងខ្លាំងដាក់តែ2គ្រាប់ឬមួយគ្រាប់ដោយអាមេរិកដាក់ទៅលើជប៉ុនស្ងាត់អញ្ចឹងខ្ញុំអត់ចង់និយាយច្រើនទេដោយសារថ្ងៃនេះខ្ញុំបានទទួលคลิปសារព័ត៌មាន Fresh News អំពីប្រសាសន៍សម្ដេចតេជោហ៊ុនសែនដែលលោកបានសរសេរហើយបានតបទៅជនជាតិថៃអំពីរឿង SEA Games បាទខ្ញុំទទួល2បងប្អូនណាខ្ញុំទទួល2ណាមួយទៀតនៅក្នុង page របស់សម្ដេចតេជោឃើញទេអញ្ចឹងតិចទៀតខ្ញុំនឹងចាក់ផ្សាយអំពីសំណេររបស់សម្ដេចតេជោដែលលោកបានឆ្លើយចំពោះជនជាតិថៃដែលខ្ញុំពេញចិត្តណាស់បងប្អូននៅពាក្យចុងក្រោយរបស់សម្ដេចតេជោលោកបានសរសេរថាខ្ញុំរក្សាសិទ្ធិឆ្លើយតបដើម្បីការពារសេចក្តីថ្លៃថ្នូរជាតិសាសន៍របស់ខ្ញុំនិងបញ្យល់ទៅកាន់ប្រជាជនកម្ពុជានិងប្រជាជនថៃផងដែរឃើញទេនៅពេលដែលយើងសរសេរជាផ្លូវការយើងត្រូវថាប្រជាជនថៃណាទោះបីថៃវាចេញពីសៀមក៏ដោយតែបើយើងនិយាយភាសាសាមញ្ញយើងអាចហៅសៀមយើងអាចហៅយួនតែជាផ្លូវការយើងអាចហៅវៀតណាមថៃបាទអញ្ចឹងអ្វីដែលសម្ដេចតេជោលោកមានសំណេរនៅក្នុង page របស់លោកបាទហើយខ្ញុំបានស្ដាប់ហើយនៅក្នុង Fresh News ក៏បានអត្ថាធិប្បាយរឿងនេះដែរប៉ុន្តែដោយសារកុំឲ្យវែងពេកណាអ្វីដែលយើងនិយាយនៅក្នុង clip ខ្ញុំសូមចាក់ផ្សាយអំពីសំណេរសម្ដេចតេជោហ៊ុនសែនដែលលោកបានចុះផ្សាយនៅក្នុង page សម្ដេចហ៊ុនសែន of Cambodia បាទសូមបងប្អូនស្ដាប់ដូចតទៅបាទហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី6ខែធ្នូឆ្នាំ2025នេះបានផ្ញើសារបំភ្លឺទៅកាន់ប្រជាជនកម្ពុជាជាពិសេសប្រជាជនថៃពាក់ព័ន្ធទៅនឹងរឿងកម្ពុជាធ្វើជាម្ចាស់ SEA Games លើកទី32ឆ្នាំ2023សំណេររបស់សម្ដេចតេជោមានខ្លឹមសារទាំងស្រុងដូចខាងក្រោមថ្ងៃនេះខ្ញុំមានភាពចាំបាច់ដើម្បីបំភ្លឺទៅកាន់ប្រជាជនកម្ពុជានិងប្រជាជនថៃអំពីរឿង SEA Games លើកទី32ឆ្នាំ2023នៅកម្ពុជាកាលពីថ្ងៃទី4ខែធ្នូឆ្នាំ2025មុននេះ page Facebook ផ្លូវការរបស់ខ្ញុំបានបង្ហោះវីដេអូមួយស្ដីអំពីការបិទ SEA Games នៅឆ្នាំ2023នៅកម្ពុជាខ្ញុំមិននឹកស្មានថាតាមរយៈវីដេអូនេះធ្វើឲ្យជនជាតិថៃមួយចំនួនលើកឡើងថាខ្ញុំមានចេតនាឌឺដងឲ្យថៃដែលធ្វើជាម្ចាស់ផ្ទះ SEA Games ឆ្នាំ2025នេះខ្ញុំពិតជាមិនហ៊ានប្រៀបធៀបកម្ពុជាជាមួយនឹងប្រទេសផ្សេងនោះទេព្រោះប្រទេសនីមួយៗមានការរៀបចំចាត់ចែងភារកិច្ចរៀងៗខ្លួននិងកាន់តែមិនហ៊ានប្រៀបធៀបជាមួយនឹងប្រទេសថៃដែលមានមនុស្សមួយចំនួនចេញមកតាំងខ្លួនថាជាប្រទេសអ្នកមានប្រមាថមើលងាយកម្ពុជាថាជាប្រទេសអ្នកក្រដែលមានអ្នកសុំទានពាក់កណ្ដាលប្រទេសរឿងកាន់តែហួសចិត្តមានជនជាតិថៃមួយចំនួនបានចេញមកនិយាយថាសូមកុំយកថៃទៅប្រៀបធៀបជាមួយនឹងកម្ពុជាព្រោះកម្ពុជាធ្វើ SEA Games ដោយប្រើដូចចិនរឿងបែបនេះគេអាចនិយាយទៅកើតតើនេះជាចរិតបុគ្គលឬចរិតជនជាតិថៃដែលចូលចិត្តមើលងាយគេនិងប្រឌិតរឿងខ្ញុំគួរតែបញ្ជាក់ថាមិត្តចិនតាមរយៈប្រធានាធិបតីស៊ីជីនពីងពិតជាបានជួយសាងសង់ស្តាតមរតកតេជោដែលជាកន្លែងបើកនិងបិទ SEA Games ព្រមទាំងជាទីតាំងប្រកួតវិញ្ញាសាមួយចំនួនផងដែរដែលខ្ញុំសូមយកឱកាសនេះសារជាថ្មីម្ដងទៀតសូមអរគុណមិត្តចិនដែលបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាមួយចំនួនដែលកម្ពុជានឹងប្រើតកូនតចៅ SEA Games មានវិញ្ញាសាប្រកួតជាច្រើនដែលនៅភ្នំពេញមួយចំនួននិងតាមបណ្ដាខេត្តមួយចំនួននៅភ្នំពេញក្រៅពីទីតាំងដែលរដ្ឋាភិបាលកសាងក្រោយឆ្នាំ1979
យើងនៅមានមរតកដែលបន្សល់ទុកដោយសម្ដេចឪសម្ដេចតាសម្ដេចតាទួតរបស់យើងគឺសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋកសាងក្នុងអំឡុងឆ្នាំ1960គឺស្តាតអូឡ িম্প ពិកដែលជាទីតាំងនៃការប្រកួតពិសេសបាល់ទះនិងបាល់ទាត់ដែលនៅទីនេះហើយដែលក្រុមបាល់ទាត់ថៃស្គាល់ពាក្យថាចាញ់និងឥណ្ឌូនេស៊ីស្គាល់ពាក្យថាឈ្នះលើថៃលើកដំបូងដែលធ្វើឲ្យកីឡាករថៃរករឿងកីឡាករនិងគ្រូបង្ហាត់ឥណ្ឌូនេស៊ីដែលកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរកវិធីទប់ស្កាត់ចំនួននិយាយពីការចំណាយសម្រាប់ការប្រកួតយើងមិនប្រើប្រាស់លុយចិនឬលុយពីប្រទេសផ្សេងសូម្បីមួយសេនខ្ញុំបានប្រគល់ភារកិច្ចជូនសម្ដេចទាបាញ់ដឹកនាំគណៈកម្មាធិការនៃការរៀបចំនិងការប្រកួតដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីអូនពាន់មនីរតន៍និងរដ្ឋមន្ត្រីថោងខុននៅក្នុងគណៈកម្មាធិការនេះផងដែរដើម្បីពិធីរៀបចំលុយសម្រាប់បម្រើឲ្យការប្រកួតខ្ញុំពិតជាមានសំណាងដែលជាង20ឆ្នាំចុងក្រោយនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេលជាង38ឆ្នាំខ្ញុំមានមេផ្ទះដ៏ល្អពីររូបទី1ឯកឧត្តមគៀតឈុននិងទី2ឯកឧត្តមអូនពាន់មនីរតន៍មេផ្ទះទាំងពីររូបនេះមិនមែនជាស្រីកញ្ជើធ្លុះទេតែជាមេផ្ទះដែលចេះសន្សំពិសេសដំណាក់កាលឯកឧត្តមអូនពាន់មនីរតន៍ជាដំណាក់កាលដែលថវិកាទុកចិត្តបាននិងថវិកាផ្សារភ្ជាប់ជាមួយនឹងគោលនយោបាយតាមការចង្អុលណែនាំរបស់ខ្ញុំដែលប្រាប់មនីរតន៍និងសមាជិករាជរដ្ឋាភិបាលផ្សេងទៀតថាត្រូវសន្សំសាច់ប្រាក់ដើម្បីកុំឲ្យពិបាកខ្វះសាច់ប្រាក់បើកប្រាក់ខែបើចង់សល់សាច់ប្រាក់ត្រូវសន្សំគឺរកបាន10ចាយតែ7ឬ8សន្សំបាន2ឬ3មុនកូវីដមកដល់សាច់ប្រាក់នៅក្នុងរដ្ឋាភិបាលជាតិគឺមានជិត$4000 លានដែលពេលនោះខ្ញុំមានគម្រោងដកយកពី$1500 លានទៅ$2000 លានដើម្បីវិនិយោគលើស្ពាននិងប្រឡាយទឹកតែជាអកុសលជំងឺ Covid បានមកសម្លាប់ជីវិតប្រជាជនយើងគ្មានជំរើសណាមួយផ្សេងក្រៅពីយកលុយនេះមកការពារជីវិតប្រជាជននិងជួយប្រជាជននោះទេទោះជាយ៉ាងណាក៏ដោយសាច់ប្រាក់ដែលនៅរដ្ឋាភិបាលនៅតែធានាការចំណាយលើការបើកបៀវត្សមួយខែ2ដងដដែលសម្រាប់ការចំណាយ SEA Games ឆ្នាំ2023យើងមិនបានប្រើថវិកាជាតិឆ្នាំ2023តែមួយឆ្នាំនោះទេការធ្វើបែបនេះនឹងធ្វើឲ្យថវិកាឆ្នាំ2023រងសម្ពាធនិងផ្អាកចំណាយលើគម្រោងវិនិយោគមួយចំនួនរបៀបរបស់យើងត្រូវបញ្ចូលទៅក្នុងថវិកាប្រចាំឆ្នាំតាំងពីឆ្នាំ2018ដល់ឆ្នាំ2022ដែលក្នុងមួយឆ្នាំជិត$10 លានបានថវិកាជិត$50 លានដោយឡែកថវិកាឆ្នាំ2023យើងក្រុងក្នុងច្បាប់ថវិកាចំនួន$150 លានទៀតសរុបជិត$200 លានតែដោយស្មារតីសន្សំសំចៃដឹកនាំដោយសម្ដេចទាបាញ់យើងចំណាយត្រឹមតែ$118 លានប៉ុណ្ណោះដោយគិតទាំងចំណាយចំនួនកីឡាបរទេសទាំងការស្នាក់នៅនិងហូបចុកការមិនអោយកីឡាប្រទេសជាមិត្តបង់ប្រាក់តាមទម្លាប់គឺកម្ពុជាជាអ្នកធ្វើមុនដែលជាការសម្រេចរបស់ខ្ញុំក្នុងគោលបំណងដើម្បីពង្រឹងសាមគ្គីភាពក្នុងអាស៊ានតាមរយៈវិស័យកីឡាកម្ពុជាគឺជាប្រទេសក្រទ្រព្យក្រលុយតែមិនក្រចិត្តនោះទេយើងចិញ្ចឹមកីឡាប្រទេសជាមិត្តអស់ប្រហែល$12 លានប៉ុណ្ណោះបើគិតទាំងការចំណាយលើការប្រកួតអាស៊ានប៉ារ៉ាហ្គេមផងចំណាយត្រឹមតែ$126 លានប៉ុណ្ណោះនិងបើគិតប្រាក់រង្វាន់ដល់កីឡាកម្ពុជាដែលទទួលបានមេដាយគ្រប់កម្រិតផងគឺយើងចំណាយត្រឹម$130 លានក្នុងគម្រោងនៃច្បាប់ថវិកាឆ្នាំ2018ដល់2022ប្រមាណជិត$50 លាននិង$150 លានក្នុងច្បាប់ថវិកាឆ្នាំ2023សម្រាប់កម្ពុជាអាចខុសពីថៃនៅត្រង់ថាចាប់តាំងពីការរៀបចំសាងសង់រហូតដល់ប្រកួតនិងការប្រកួតជាប់រយៈពេលប្រមាណជាង6ឆ្នាំយើងមិនដែលស្ដីបន្ទោសគ្នាឬស្រែកថាខ្វះលុយធ្វើអធិការកិច្ចលើការចំណាយនោះទេទោះយើងត្រូវជនជាតិថៃខ្លះប្រមាថយើងថាជាប្រទេសក្រីក្រក៏ដោយនេះជារបៀបគិតគូរនិងរបៀបចំណាយនៃប្រទេសអ្នកក្រដែលមានអ្នកតាំងខ្លួនជាអ្នកមានប្រមាថលើយើងសង្ឃឹមថាជនជាតិថៃដែលនិយាយប៉ះពាល់ដល់កម្ពុជាដកពាក្យថាកុំយកថៃទៅប្រៀបធៀបជាមួយកម្ពុជាថាកម្ពុជាធ្វើ SEA Games ដោយប្រើលុយចិនព្រោះពាក្យនេះមិនគ្រាន់តែមើលងាយចំពោះកម្ពុជាប៉ុណ្ណោះទេតែវាជាការប្រមាថឬទះកំភ្លៀងមហាអំណាចចិនផងដែរសង្ឃឹមថាថៃនឹងធ្វើបានល្អនៅ SEA Games ឆ្នាំ2025នេះព្រមទាំងដោះស្រាយបានល្អនៅគ្រោះទឹកជំនន់រាប់ខែកន្លងមកនេះជាងមកគិតតែពីរឿងចាញ់ឈ្នះជាមួយកម្ពុជានិងមីយ៉ាម៉ាខ្ញុំរក្សាសិទ្ធិឆ្លើយតបដើម្បីការពារសេចក្តីថ្លៃថ្នូរជាតិសាសន៍របស់ខ្ញុំនិងពន្យល់ទៅកាន់ប្រជាជនកម្ពុជានិងប្រជាជនថៃផងដែរបាទនេះជាសំណេរមួយដែលមានអត្ថន័យល្អលក្ខណៈទូតលក្ខណៈតាមទស្សនវិជ្ជា
ហើយនឹងយុទ្ធសាស្ត្រដែលជាសំណេរមួយបង្ហាញអំពីទឹកចិត្តសកម្មភាពទាំងឡាយដែលកើតមានឡើងកាលពីឆ្នាំ2023ជាពិសេសកម្ពុជាធ្វើអ្វីខ្លះអញ្ចឹងចំពោះប្រទេសថៃខ្ញុំយល់បងប្អូនខ្ញុំដឹងអំពីទឹកចិត្តពួកជនជាតិនោះពីព្រោះណាជិត40ឆ្នាំខ្ញុំធ្លាប់រងគ្រោះធ្លាប់រស់នៅជំរុំតស៊ូជំរុញជនភៀសខ្លួននៅទូដែនខ្មែរថៃខ្ញុំដឹងពីចរិតថៃណាដោយសារអ្វីដោយសារថៃវាដឹងពីចរិតខ្មែរបងប្អូនខ្មែរខ្លះដែលខ្ញុំតែនិយាយបងប្អូនមើលតាំងពីសតវត្សទីប្រមាណទី18រាជព្រះអង្គឌួងណាដែលជារាជបុត្ររបស់ព្រះអង្គអេងសតវត្សទី16ទឹកដីខ្មែរយុគបាត់បង់ទៅលើសៀមច្រើនណាស់បងប្អូនខេត្តទាំងឡាយរហូតដល់បាត់បាទអង្គឌួងទ្រង់យាងមកកសាងនគរទោះបីសៀមមានបំណងអាក្រក់ក៏ដោយប៉ុន្តែព្រះអង្គជាខ្មែររាជបុត្រព្រះអង្គសុទ្ធតែកើតនៅប្រទេសសៀមបងប្អូនព្រះបាទនរោត្តមស៊ីវុត្ថាស៊ីសវត្តប៉ុន្តែស្ដេចទាំងនោះក្សត្រាទាំងនោះមានគំនិតជាតិនិយមដែលខ្ញុំមានការសោកស្ដាយណាហេតុអ្វីថ្ងៃ18មីនាឆ្នាំ1970រំលាយរបបរាជានិយមណាចង់បានផ្លែឈើមួយមេឃបែរជាកាប់រំលំដើមឈើនោះដែលឥឡូវនេះខ្ញុំមើលឃើញកំហុសបងប្អូនអ្នកនយោបាយខ្មែរដែលគ្រាន់តែសម្ដេចឈិនុលោកតំណាក់តំណងជាមួយនយោបាយចិនដែលកាលនោះចិនក៏មានឥទ្ធិពលដែរជាមួយយួនប៉ុន្តែអាមេរិកមានយុទ្ធសាស្ត្រណាគេចចេញពីសង្គ្រាមឥណ្ឌូចិនជាពិសេសដកទ័ពថយពីវៀតណាមខាងត្បូងដល់73គេឲ្យខ្មែរយើងដោះស្រាយដោយអាមេរិកដកទ័ពថយអំពីប្រទេសអាហ្គានីស្ថានចឹងបងប្អូនឃើញទេទីបំផុតឥឡូវប្រទេសគេយ៉ាងម៉េចប៉ុន្តែដោយមកសៀតខ្មែរចរិតខ្មែរនៅឆ្នាំ73មានការបាញ់សម្រាប់លោកកែវសង្គមលោកថាជាអ្នកណាជាអ្នកបាញ់ពួកខ្មែរក្រហមពួកករុងសម្ដេចស៊ីនុឬក៏លោកលន់ណិនដែលជាប្អូនលោកលន់ណុលអញ្ចឹងនៅឆ្នាំ73បើខ្មែរយើងរួបរวมគ្នាពលពតកុំប្រកាន់គំនិតកុម្មុយនីសសួនតួពេលនោះរាជរដ្ឋាភិបាលរួបរวมជាតិមួយដែលអក្សរកាត់ពីភាសាបារាំងថាក្រុងនឹងដឹកនាំប្រទេសហើយឆ្នាំ75បងប្អូនប៉ុន្តែពួកនោះដើរកលល្បិចទាំងអស់កុហកសម្ដេចស៊ីនុទីបំផុតបញ្ញវន្តខ្លះដែលមិនបានគិតថាសម្ដេចស៊ីនុចូលដៃជាមួយយួនយកុងព្រោះនេះជាយុទ្ធសាស្ត្រនយោបាយក៏ដូចជាសំរងស៊ីកំពុងតែប្រើយុទ្ធសាស្ត្របំរើថៃអញ្ចឹងដែរណាអញ្ចឹងខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនថាសង្គ្រាមឆ្នាំ70គឺជាការបញ្ចប់បំណងបញ្ចប់សង្គ្រាមឆ្នាំ73របស់អាមេរិកខ្មែរយើងទទួលថ្មបាក់នៅឆ្នាំ70ដោយសារអ្វីបញ្ញវន្តយើងចង់បានប្រជាធិបតេយ្យយើងចង់បានសាធារណមួយដើម្បីការពារទឹកដីតើបានទេទីបំផុតរបបសាធារណខ្មែរខ្លាចជារបបពុករលួយដែលសិស្សនិស្សិតខ្ញុំតែនិយាយទាំងរូបខ្ញុំក៏ប្រឆាំងដែររហូតដល់អាមេរិកគេលេងទុកចិត្តគេប្រឡែងយើងឆ្នាំ73 75គេចេញបដ ாய் ដើម្បីឲ្យខ្មែរនិងខ្មែរដោះស្រាយជាមួយគ្នាចំណែកនៅវៀតណាមណាវៀតណាមខាងជើងរណសិរ្សវៀតកុងត្រូវបានរំលាយរដ្ឋាភិបាលវៀតណាមសង្គមនិយមមួយកើតឡើងគេកាន់កាប់តំបន់ភូមិភាគខាងត្បូងជាពិសេសទីក្រុងព្រៃនគររហូតដល់បង្ក្លាយទីក្រុងព្រៃនគរឲ្យក្លាយជាទីក្រុងហូជីមិញដោយសារអ្វីតើវៀតណាមគេសម្លាប់គ្នាគេទេគេមានដាក់ទោសអ្នកណាដែលគេយល់ថាត្រូវដាក់ទោសចុះខ្មែរយើងក្រោយថ្ងៃ17មេសា75ណាហេតុអ្វីកុយធួនសម្រាប់លន់ណុនពលពតសម្រាប់កុយធួនសម្រាប់គ្នាចុះគ្នាឡើងបរាជ័យដោយសារអ្វីគំនិតខ្មែរយល់ថាអញត្រូវ
អញមានគ្នាទៅ4 5នាក់អញបង្កើតរដ្ឋាភិបាលដើម្បីកម្ចាត់អានេះកម្ចាត់អានោះកំទេចអានេះអាយ៉ងអានេះអាយ៉ងនោះអានោះអញ្ចឹងតាំងពីសតវត្សទី19បងប្អូនឃើញខ្មែរបែកបាក់វីរៈជនខ្មែរច្រើនណាស់ស្ដេចខ្មែរយើងក៏ឈឺចាប់ដែរជាពិសេសព្រះបាទស៊ីសវត្តមុនីវង្សលោកឈឺចាប់ទីបំផុតត្រូវបារាំងឃោសនាឲ្យប្រជាជនខ្មែរមើលងាយថាចំគួតលួងដោយសារអ្វីដោយសារព្រះបាទស៊ីសវត្តមុនីវង្សលោកមានគំនិតជាតិនិយមលោកស្ដាយសំណោះប៉ុន្តែធ្វើម៉េចបារាំងគេមកធ្វើអាណានិគមលើប្រទេសយើងមានរឿងច្រើនណាស់បាទដែលយើងជាខ្មែរទៅគិតក្នុងកលៈទេសៈនេះពេលដែលទេវតាល្អបានចូលខ្លួននៅក្នុងព្រលឹងនៃសម្ដេចតេជោហ៊ុនសែនហើយហេតុអីក៏យើងបែរជាមើលដដែលអញ្ចឹងចំពោះខ្ញុំប្រាប់ពេលនេះខ្ញុំប្រកាសម្ដងហើយម្ដងទៀតអរគុណបងប្អូនស៊ីនិតណប់ហើយនឹងបងតារាអ៊ិតខ្ញុំគាំទ្រគណៈបកប្រជាជនហើយអ្នកដែលចោទថាគណៈបកប្រជាជនជាកុម្មុយនីសជាផ្ដាច់ការសូមរកភស្តុតាងឲ្យច្បាស់បើសិនជាខ្ញុំគាំឥឡូវហ្នឹងខ្ញុំគាំទ្រគណៈបកប្រជាជនណែចង់ប្តឹងអញ្ជើញបាទអញ្ជើញតើខ្ញុំធ្វើអ្វីខុសដូចជាខ្ញុំនៅអាមេរិកចឹងខ្ញុំទិញឡានជប៉ុនប្រើខ្ញុំជិះឡានជប៉ុនខ្ញុំខុសដែរតើខ្ញុំចាំបាច់ជិះទិញឡានអាមេរិកកាំងជិះឬយ៉ាងម៉េចគិតទៅណាបងប្អូនខ្មែរយើងនៅអាមេរិកភាគច្រើនជិះឡានជប៉ុនណាអត់បានជិះឡានអាមេរិកកាំងទេអញ្ចឹងអ្នកដែលជិះឡានជប៉ុនសិតតែខុសអ្នកដែលគាំទ្រគណៈបកប្រជាជនសិតតែក្បត់ជាតិសិតតែយ៉ងណាពេលដែលគេមកលេងប្រទេសអាមេរិកអ្នកឯងតាំងខ្លួនជាអ្នកប្រជាធិបតេយ្យទៅឌីលគេទៅជេគេតើគេខុសអ្វីខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូននៅអាមេរិកយើងធ្វើអ្វីក៏ដោយបើគេមើលការខុសឆ្គងប្រជាជនអាមេរិកកាំងយើងបាញ់សัตว์យើងធ្វើក៏ដោយតើគេប្តឹងដល់ប៉ូលីសមក take action ទទួលមិនដឹងប៉ុន្តែប៉ូលីសមិនអាចកាត់ក្តីយកឈ្នះចាញ់បានទេបើយ៉ាងម៉េចអ្នកត្រូវឡើងតុលាការដូចយើងត្រូវបងផាកពិន័យចឹងគេឲ្យយើងឡើងតុលាការបងប្អូនណាតែបើយើងមិនចង់ឡើងយើងបងទៅតែបើយើងយល់ថាយើងល្អយើងឡើងតុលាការមិនមែនជាការសុំទោសទេអមថាមនុស្សម្នាក់ចង់បាញ់សម្រាប់មនុស្សម្នាក់យើងទៅសុំទោសប៉ូលីសអត់ទេគេត្រូវតែយកសំណុំរឿងទៅតុលាការហើយបើចៅក្រមយល់ថាអ្នកនឹងគ្រោះថ្នាក់ដល់សង្គមត្រូវជាប់គុកដាក់ឃុំពីព្រោះវានាំឲ្យគ្រោះថ្នាក់ដល់សង្គមណាតែបើអ្នកនឹងអាចអនុគ្រោះបាននឹងត្រូវបែលបោនបាទធានាក្រៅឃុំតែមនុស្សខ្លះមិនអាចធានាក្រៅឃុំបានទេព្រោះវានាំឲ្យគ្រោះថ្នាក់ដល់សង្គមរស់នៅនៃតំបន់នោះអញ្ចឹងរឿងអ្វីក៏ដោយពេលនេះសម័យលោកត្រាំជនអន្តរប្រវេសក្តីតឹងតែងណាស់បើអ្នកឯងមានសំណុំរឿងតន្តិចគេដាក់អញ្ចឹងខ្ញុំសូមជំរាបជូនបងប្អូនថាមនុស្សយើងត្រូវមានការអាប់ដេតបងប្អូនឃើញទេណារណសេរី2ធ្នូដែលកើតឡើងនៅឆ្នាំ1978ហ្នឹងឥឡូវបដូរជារណសេរីសាមគ្គីអភិវឌ្ឍកម្ពុជាណាអ្នកណាជាអ្នកបង្កើតក៏ដោយកាលនោះដោយសារតំបន់ភូមិភាគបូព៌ាត្រូវទទួលបញ្ជាពីក្រមប៉ុលពតទៅតាមសម្រាប់ដោយចោទថាជាអាយ៉ងរបស់ជាសាសដតីអញ្ចឹងយោធាតំបន់នោះគ្នាដឹងខ្លួនទេបងប្អូនខ្លះអត់មានក្បត់ផងគេចោទទៅក្បត់អញ្ចឹងគេរស់ស្លាប់យើងមានកំភ្លើងដែរយើងមិនចង់បាញ់តយើងរត់នៅឯណានៅទួលដែនវៀតណាមខេត្តកញ្ចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីក៏ដូចជាប្រជាជនខ្មែរយើងដែលក្រោយរបបប៉ុលពតឆ្នាំ79រតនាទៅរស់នៅជរុំតស៊ូរស់នៅជរុំជនភៀសខ្លួនថៃណាអញ្ចឹងរឿងនេះបងប្អូនត្រូវពិចារណាខ្ញុំ
ជាសមាជិកគណៈបកប្រជាជនប្រចាំសហរដ្ឋអាមេរិកបើអ្នកណាចង់ប្តឹងខ្ញុំសូមអញ្ជើញបាទពីព្រោះនៅប្រទេសណាក៏ដោយនៅអាមេរិកកាលណាខ្ញុំខុសអ្វីណាប្តឹងចុះប៉ុន្តែអ្នកឯងត្រូវយល់ថាបើប្រទេសកម្ពុជាដឹកនាំដោយជនផ្ដាច់ការបើប្រទេសកម្ពុជាជារបបកុម្មុយនីសមិនមែនលោកត្រាំទេទៅចាប់ដៃជាមួយនាយករដ្ឋមន្ត្រីសម្ដេចតេជោសម្ដេចធិបតីហ៊ុនម៉ាណែតទេណាដែលមានសម្ដេចតេជោជាប្រធានព្រឹទ្ធសភាបងប្អូនមើលឃើញទេលោកប្រធានធិបតីត្រាំសរសេរច្បាស់ណាស់នាយករដ្ឋមន្ត្រីសម្ដេចហ៊ុនម៉ាណែតហើយសរសើរទៀតអញ្ចឹងនយោបាយពេលនេះប្រទេសកម្ពុជាយើងដែលដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រីធិបតីហ៊ុនម៉ាណែតហ្នឹងនយោបាយគឺទំនាក់ទំនងជាមួយអាមេរិកជាមួយចិនយើងអាចដោះស្រាយបានគឺដូច្នេះសូមបងប្អូនយុវជនយុវតីទាំងអស់ខំរៀនពី5ឆ្នាំទៅ10ឆ្នាំទៀតក្រោមការទំនាក់ទំនងជាមួយអាមេរិកពាណិជ្ជកម្មជាមួយអាមេរិកនយោបាយយុទ្ធសាស្ត្រភូមិសាស្ត្រជាមួយចិនពេលនោះប្រទេសយើងជឿនលឿនណាដល់ដំណាក់កាលនោះបើថៃអញញ៉ៃដាក់តែមកគ្រាប់ពីរគ្រាប់ដូចអាមេរិកដាក់លើជប៉ុននៅឆ្នាំ1945ចប់ហ្មងមិនបាញ់និយាយច្រើនទេបើខ្ញុំវិញចឹងបងប្អូនមនុស្សខ្លះវាអត់មានខួរក្បាលជាមនុស្សហើយអត់មានខួរក្បាលជាសត្វដេរឆានទេបានន័យថាវាជាខ្មោចអញ្ចឹងមិនបាញ់និយាយច្រើនមួយវាទេពីខ្មោចអត់មានខួរអញ្ចឹងបើយើងជាគ្រូខ្មោចដឹងថាវាខ្មោចហើយមានតែចាប់សំពងវាល្អជាងអញ្ចឹងបានន័យថាមនុស្សខ្លះដែលមិនមែនជាមនុស្សដែលមិនមែនជាសត្វឆ្កែវាមានខួរអញ្ចឹងវាជាខ្មោចមិនបាញ់និយាយច្រើនទេយើងដើរតួជាគ្រូខ្មោចចាប់សំពងហើយបណ្ដោយបាយខ្មោចមិនបាញ់និយាយច្រើនជាមួយវាទេអាហ្នឹងជាចរិតរបស់ខ្ញុំបងប្អូនណាដូច្នេះខ្ញុំគ្រាន់តែសូមជម្រាបជូនបងប្អូនណាខ្ញុំបានស្ដាប់คลิปច្រើនណាបងប្អូនច្រើនណាពីប្រវត្តិប្រទេសកម្ពុជាយើងពីប្រវត្តិសៀមណាឆ្លៀនពៀននគរកម្ពុជាយើងណាហើយប្រវត្តិខ្មែរក្រហមច្រើនណាស់បងប្អូនខ្ញុំកំពុងតែមើលនៅជាពិសេសសាក់សីរូបការឈឺចាប់សន្តិនិកកម្មនៅភ្នំខ្មោចឆ្នាំ1979បងប្អូនមើលនេះខ្ញុំមើលរឿងខ្ញុំមើលចាស់ខ្ញុំឈឺចាប់ហើយបងប្អូនមានពេលខ្លះខ្ញុំ share ប្រវត្តិរបស់ខ្មែរយើងដែលតាក់ទងនឹងសៀមបងប្អូនមើលនេះប្រវត្តិនេះLa guerre d'Indochine បាទនេះសង្គ្រាមនៅឥណ្ឌូចិនបងប្អូនឃើញទេ La guerre oubliée បាទ La guerre oubliée ណាបាទខ្ញុំមើលព័ត៌មានច្រើនណាស់បងប្អូននេះឈឺចាប់ណាហើយក៏មើលព័ត៌មានតាក់ទងនឹងឧត្តមសេនីយ៍ឯកស្រីដឹកណាដើមកណ្ដាលប្រទេសវៀតណាមណាថៃធ្លាប់បដូរឈ្មោះខេត្តស្រុកកម្ពុជាបងឃើញណាបងឃើញនេះខ្ញុំចាក់តិចចុះកន្លែងនេះបាទថ្ងៃនេះមកជួបពុកផ្ទាល់ហ្មងថ្ងៃ2ធ្នូ2025ពុកដល់បាទថ្ងៃនេះមកជួបពុកផ្ទាល់ហ្មងថ្ងៃ2ធ្នូ2025ពុកដល់បាទខ្ញុំសុំថ្ងៃនេះមកជួបពុកផ្ទាល់ហ្មងថ្ងៃ2ធ្នូ2025ពុកដល់បាទដូចខ្ញុំប្រកាសប្រាប់បងប្អូនចឹងនេះមើលនេះថៃធ្លាប់បដូរឈ្មោះខេត្តស្រុករបស់កម្ពុជាខ្ញុំឈឺចាប់ណាស់បងប្អូនអញ្ចឹងខ្មែរម្នាក់ដែលតាំងខ្លួនជាអ្នកប្រឆាំងត្រូវសិក្សាពីប្រវត្តិសាស្ត្រខ្មែរឲ្យច្បាស់បាទនេះហេតុអ្វីបារាំងធ្វើសន្ធិសញ្ញាបារាំងសៀម1867បាទនេះអញ្ចឹងដោយសារថ្ងៃនេះខ្ញុំចង់និយាយពីនេះមនុស្សច្រើនណាស់បងប្អូនណាអញ្ចឹងក្នុងនាមយើងជាខ្មែរអ្នកឯងមកដល់អាមេរិកអ្នកឯងចង់ជិះឡានជប៉ុនចង់ជិះឡានបារាំងចង់ជិះឡានអាល្លឺម៉ង់ចង់ជិះឡានអង់គ្លេសជាសិទ្ធិរបស់អ្នកឯងអ្នកឯងចង់ជិះឡានអាមេរិកជាសិទ្ធិរបស់អ្នកឯងខ្ញុំក៏អញ្ចឹងដែរខ្ញុំមានសិទ្ធិឆ្លាញ់
គណៈបកប្រជាជនកម្ពុជាដោយសារខ្ញុំបានសិក្សាច្បាស់ណាអំពីអ្វីដែលកើតឡើងក្រោយឆ្នាំ1979ពេលនេះខ្ញុំសិក្សាហើយខ្ញុំស្វែងយល់ណាពីព្រោះយើងជាខ្មែរម្នាក់យើងត្រូវតែប្រើឧត្តមគតិជាតិមិនមែនតាំងខ្លួនឯងធ្វើតាមមេធ្វើតាមវិជាថ្នាក់លើហើយធ្វើខុសច្បាប់ប្រេះផ្ដាស់ទេណាតែអ្នកឯងធ្វើច្បាប់ខុសរំលោភច្បាប់ឯងជាប់គុកហើយនៅស្រុកនេះហើយរឿងសុំទោសមានទេណាបាទតាសំណុំរឿងឡើងតុលាការត្រូវដោះស្រាយនៅតុលាការបើតុលាការខ្ញុំនិយាយម្ដងហើយម្ដងទៀតមើលឃើញតែអ្នកឯងនាំឲ្យគ្រោះថ្នាក់ដល់សង្គមគេដាក់គុកប្រហែលជាអត់អាចបែលបោនបានទៀតហើយបើបែលបោនអស់លុយរាប់ម៉ឺនដុល្លារអញ្ចឹងធ្វើអ្វីមួយត្រូវគិតណាទីនេះស្រុកអាមេរិកអរគុណបាទជម្រាបលា